ខ្មែរដែលពលីជីវិតដើម្បីការពារទឹកដីនាំពួកគាត់ទៅស្លាប់ហើយពួកគាត់ឈ្នះសមរភូមិភាគច្រើនហើយបែរទៅជាឲ្យពួកគាត់ដកមកវិញហើយឲ្យថៃពាត់យកទឹកដីនៃប្រទេសកម្ពុជាតាមចិត្តដូច្នេះត្រូវឆ្លើយឲ្យច្បាស់ចំពោះប្រលឹងយុទ្ធជនដែលបានពលីជីវិតការពារទឹកដីហើយលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតឆ្លើយឲ្យច្បាស់នឹងយុទ្ធជនដែលកំពុងតែកាន់អាវុធការពារទឹកដីនៃប្រទេសកម្ពុជានោះមូលហេតុអីនាំពួកគាត់ទៅស្លាប់ហើយនាំពួកគាត់ទៅលំបាកហើយបែរជាឲ្យពួកគាត់ដកថយហើយឲ្យទីហ៊ានថៃគ្រាន់តែប្រើបន្លាលួសពាត់យកវិញទាំងអស់នេះគឺជាការទទួលខុសត្រូវរបស់លោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាល្បិចល្បែងនៃការលុកទឹកដីជាតិកម្ពុជាហើយបោកប្រាស់យុទ្ធជនខ្មែរបោកប្រាស់ប្រជារាស្ត្រខ្មែរទី2ក្នុងស្ថានភាពបែបនេះណាវាជារឿងគួរឲ្យអាម៉ាស់ណាស់អាម៉ាស់មែនទែនប្រសិនបើលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតនៅមានបេះដូងជាខ្មែរខ្លះកងទ័ពបរទេសឈ្លានពានកងទ័ពបរទេសឈ្លានពាននឹងដូចមករំលោភលើរាងកាយនៃកម្ពុជាអញ្ចឹងកងទ័ពបរទេសឈ្លានពានលើទឹកដីកម្ពុជាគឺដូចរំលោភរាងកាយកម្ពុជាអញ្ចឹងប៉ុន្តែក្នុងពេលដែលកងទ័ពបរទេសរំលោភលើរាងកាយកម្ពុជាក្រុមគ្រួសារហ៊ុនលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបែរទៅជាអនុម័តច្បាប់ដកសញ្ជាតិខ្មែរពីជនជាតិខ្មែរស្មើនឹងរំលោភឬក៏ដកប្រលឹងជនជាតិខ្មែរគឺអណោចអធមសម្រាប់ប្រជាជាតិខ្មែរបរទេសឈ្លានពានរំលោភលើរាងកាយកម្ពុជាហ៊ុនសែនហ៊ុនម៉ាណែតដកប្រលឹងជនជាតិខ្មែរពីកម្ពុជាទៀតអ្នកខាងក្រៅរំលោភលើរាងកាយហ៊ុនសែនហ៊ុនម៉ាណែតខាងក្នុងដកប្រលឹងអញ្ចឹងខ្មែរស្លាប់ស្ថានភាពបែបនេះគឺស្ថានភាពខ្មែរងើបមិនរួចទេហើយដំណើរលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះណាគឺជារបៀបចាញ់ល្បិចថៃទាំងស្រុងខ្ញុំនិយាយពីការចាញ់ល្បិចទៅចោះឬមួយក៏មិនមែនជាការចាញ់ល្បិចជាការអនុវត្តតាមល្បិចរបស់ថៃឥឡូវយើងមើលយុទ្ធសាស្ត្ររបស់ថៃណាវាយលុកលើរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមានឥទ្ធិពលសម្បើមយើងមើលកងទ័ពថៃមកពាត់យកដីខ្មែរក៏ប៉ុន្តែរដ្ឋាភិបាលគេថាគេអត់អាចបញ្ជាកងទ័ពបានទេកងទ័ពថៃមកពាត់យកដីខ្មែរមកពាត់យកភូមិខ្មែរមកពាត់យកផ្ទះរបស់ប្រជាពលរដ្ឋខ្មែរតែរដ្ឋាភិបាលថៃគេដោះខ្លួនថាកងទ័ពថៃមិនស្ដាប់រដ្ឋាភិបាលអានេះទី1ល្បែងនេះណាចាញ់ខាងភាគីថៃនៅត្រង់ណានេះនៅត្រង់ថារដ្ឋាភិបាលថៃថាខ្លួនបញ្ជាកងទ័ពថៃមិនបានមែនប៉ុន្តែនៅពេលដែលគណៈកម្មការព្រំដែននៃភាគីទាំងពីរចរចានោះគឺរដ្ឋាភិបាលថៃផ្អែកលើព័ត៌មានរបស់កងទ័ពថៃដដែលឃើញចាញ់ព្រៀបថៃចាញ់ល្បិចថៃចំណែកឯរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចេញមកឲ្យតែជួបចរចាពេលណាយើងបានលទ្ធផលជាវិជ្ជមានផ្លែផ្កាសម្បើមណាស់ប៉ុន្តែអត់និយាយអំពីអ្វីដែលគេឈ្លានពានទេឃើញចាញ់ល្បិចថៃខ្ញុំនិយាយម្ដងទៀតកងទ័ពថៃឈ្លានពានចូលមកពាត់យកដីខ្មែរចំណែកឯរដ្ឋាភិបាលគេលេងវិធីឆ្លាតរដ្ឋាភិបាលថៃណាគេលេងវិធីឆ្លាតគេថាគេបញ្ជាកងទ័ពអត់បានទេប៉ុន្តែនៅពេលដែលភាគីរដ្ឋាភិបាលមកចរចាផ្នែកបច្ចេកទេសព្រំដែនជាមួយនឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតគេយកទិន្នន័យគេយកព័ត៌មានពីកងទ័ពថៃទៅជជែកជាមួយនឹងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតដដែល
អ្នកបច្ចេកទេសរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាំតាមគេបងប្អូនឃើញចាញ់ប្រៀបគេចំណុចទី1ចំណុចទី2យើងមើលផ្ទៃក្នុងថៃដូចជាច្បោកច្បល់ណាស់គណៈបកប្រឆាំងថៃទាំងលោកភិតថាទាំងគណៈបកមួយចំនួនណាចេញមកនិយាយអូកងទ័ពថៃស្លាប់ច្រើនណាស់កងទ័ពថៃស្លាប់ 5,000 នាក់ 6,000 នាក់លើពីនឹងផងយើងពិចារណាថៃប្រើ F16 ថៃទម្លាក់គ្រាប់បែកថៃប្រើអាវុធធុនធ្ងន់លើកម្ពុជាបែរទៅជាថៃស្លាប់ច្រើនជាងព័ត៌មានហ្នឹងយើងជឿកើតទេខ្ញុំមិនហ៊ានថាខុសឬត្រូវទេណាពីព្រោះមិនទាន់មានការស្រាវជ្រាវឲ្យច្បាស់ប៉ុន្តែយើងជឿកើតទេថៃប្រើសិតតាគីមីប្រើសិតតែ F16 ទម្លាក់គ្រាប់បែកធុនធ្ងន់ប្រើសិតតែគ្រាប់បែកចង្កោមប៉ុន្តែថៃគេថាគេស្លាប់ច្រើនជាងហើយពេលដែលថៃស្លាប់ច្រើនជាងពេលដែលថៃគេថាគេស្លាប់ច្រើនជាងគេយកសាកសពមកទៅធ្វើបុណ្យយកសាកសពទាំងអស់នឹងទៅធ្វើបុណ្យគេយកទៅផ្សាយពេញពិភពលោកគេថាគេរងគ្រោះខ្លាំងណាស់គេយកសាកសពនឹងទៅធ្វើបុណ្យខ្ញុំសួរថាតើសាកសពនោះពិតជាសាកសពរបស់កងទ័ពថៃឬក៏ជាសាកសពរបស់កងទ័ពខ្មែរដែលរដ្ឋាភិបាលក្រមគ្រួសារហ៊ុនមិនហ៊ានបង្ហាញមិនហ៊ានប្រមូលយកដឹកមកធ្វើបុណ្យពីព្រោះខ្លាចប្រជាពលរដ្ឋខ្មែរមើលថារដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះអន់លាក់ព័ត៌មានហ្នឹងស្រាប់តែថៃគេយកទៅធ្វើបុណ្យគេដឹកយកទៅបង្ហាញពិភពលោកគេថាក្នុងកងទ័ពសុទ្ធតែសាកសពរបស់កងទ័ពថៃរួចហើយគេចង់បង្ហាញពិភពលោកថាគេស្លាប់ច្រើនពីព្រោះតែកម្ពុជាជាអ្នកឈ្លានពានគេណែឃើញចាញ់ល្បិចគេប្រយ័ត្នចាញ់ល្បិចខាងភៀកគីថៃប៉ុន្តែរឿងចាញ់ល្បិចជារឿងមួយខ្ញុំខ្លាចតែមិនមែនជារឿងចាញ់ល្បិចក៏ប៉ុន្តែជារឿងដែលរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនេះលេងតាមថៃទីបំផុតទៅខ្មែររងគ្រោះថៃឈ្លានពានថៃសម្លាប់ខ្មែរហើយថៃយកព័ត៌មានទាំងអស់នោះទៅប្រាប់ពិភពលោកថាកម្ពុជាឈ្លានពានទៅវិញនេះអាហ្នឹងគឺចាញ់ល្បិចគេសម្បើមពេលដែលយើងឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបង្ហាញទិន្នន័យសាកសពមករដ្ឋាភិបាលលោកហ៊ុនម៉ាណែតនិយាយថាវាមិនចាំបាច់ទេក្នុងស្ថានភាពបែបនេះมันគួរណារកគួនរដ្ឋាភិបាលឯនេះទៅវិញមិនមែនរកគួនទេកាលណាយើងបង្ហាញថាសាកសពយើងស្លាប់ច្រើនស្លាប់នៅលើទឹកដីយើងនោះបញ្ជាក់ថាគេឈ្លានពានយើងរងគ្រោះយើងមានសិទ្ធិប្តឹងហេតុអីបានជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់ប្រើយុទ្ធវិធីណាចំណុចមួយទៀតយើងពិចារណាពេលដែលយើងវាយដំបូងយើងគ្រប់គ្រងតំបន់ស្ទើរតែទាំងអស់បានតែឈ្នះសមរភូមិស្ទើរតែទាំងអស់កាលណាយើងឈ្នះសមរភូមិទាំងអស់គឺយើងអាចយកសាកសពមកបានហើយកាលណាយើងឈ្នះសមរភូមិទាំងអស់យើងអាចប្រមូលសាកសពរបស់កងទ័ពថៃបានផងយកមកបង្ហាញពិភពលោកថាកងទ័ពថៃនោះចូលមកឈ្លានពានស្លាប់នៅលើទឹកដីខ្មែរប៉ុន្តែហេតុអីបានជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនធ្វើនេះគឺជារឿងអាចកំបាំងណាអាចកំបាំងដែលគេខុបខិតគ្នាសម្បើមមួយវិញទៀតបងប្អូនពិចារណាតើឈ្នះព្រៀបថៃរដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះធ្វើយ៉ាងម៉េចក៏អត់ឈ្នះព្រៀបថៃដែរនៅត្រង់ណាពេលដែលកងទ័ពថៃចូលមកពាត់យកដីខ្មែរខាងភាគីថៃមិនបានផ្សាយអំពីព័ត៌មាននេះទេព័ត៌មានខាងភាគីថៃបិទទាំងអស់រហូតទៅដល់អ្នកសារព័ត៌មានអន្តរជាតិសួរក៏ភាគីថៃអត់ឆ្លើយដែរចំណែកឯភាគីនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបែរទៅជាជួយបិទថែមមិនព្រមផ្សព្វផ្សាយគំរាមកំហែងអ្នកឡាយផ្ទាល់ទៀតឃើញទេដូច្នេះរបៀបដែលរដ្ឋាភិបាលលោកហ៊ុនម៉ាណែតធ្វើណាដើមមិនទាន់ថៃទេហើយទីបំផុតទៅបានផលប្រយោជន៍ទៅថៃទាំងអស់ថៃឈ្លានពានគេបិទព័ត៌មាន
siap tay rot tha pi ba lo khôn mà nãy kê chliên piên hai chuỗi bắt bột nó miền kê tiền mà nói lạiตัวlà bài này nè bao bột vì ai tranh là bạch thầy nếu tròn thà thấy cái một bọt u do ta phum nà mũi đầm bọt nà mũi cái bọt đó cái bọt đầm bọt năng tới hai dương protecam tay cả lái đang miên bị chia porot ruột nấu hay cho đầm bọt đã miên bị chia porot ruột nấu đầm bọt prey chữ đầm bọt prasad ta miên nọ na từ tục skat bàn ấy đầm bọt miên bị chia porot ruột nấu bị chia porot sai tục skat bàn cả hay cho đầm bọt prey chữ đầm bọt prasad bằng ô trong cái tha thái phơ rộ bóng bọt từ hai thái phơ chỉnh trang bọt bắt được hai thái phơ plâu ruột chỉ sạch từ hai thái phơ bó diêm ruột chỉ sạch từ hai miền này thà mình miền này thà thái bằng vái sạch ở rướng bị cả đào bọt nấu tàm phùm sốc đầm bay vô ở các ở dân phịch luôn từ đá phơ rộ bóng phơ bó nấu đầm bón đại miềnไปchiều bọt ruột nấuรัฐบาลลงทุนมาในไอ้หน้าปีโป้ดำบอลได้ขมิ้นไปเชียวปรอดรุ่นเนื้อเตาปึ้งเลยกำลังกองทัพให้กำลังกองทัพจำแต่ฟื้นสกัดมาเพียบเตะบ่าวรัฐบาลบัญชีให้ลงทุนมาในยี่ให้ได้ทันเนื้อกัมพูชีเมียนรัฐบาลบัญชีเตากองทัพสนามจ้าเลยให้เอาไว้บานเชียมันบัญชีกองทัพแต่ใบกาเปียดำบอลได้ขมิ้นไปเชียวปรอดรุ่นเนื้อนะเคยใช้ระใบไทยช่วงกระทาเรื่องเด็กอ่อนนี่เราไปได้ยืนสักซาหลังเหมือนถ้าจ้างเราบัดก่อบานถ้าฟื้นตามเราบัดไทยก่อบานให้ตีบอมพอดได้ยุติศาสตร์โดยชมในยังข้างดามยุติศาสตร์เอาสัตว์ตึกคลาสีให้จำเอาคลาเชี่ยมาวิ่งในจำนายจอกทมินคลายกตัวบอกปราบไปเชียร์ประวัติทำไมออกคนลูกคุณศกประมาณไงดิ ช่วงคืนมาเตะไปเชียร์ประวัติบอมโอนเชียร์พิเศษบอมโอนได้เมียนตำโนความเตาเตอระบบลูกคนสายนั่นนะยังไงก่อนเลิกลางท่าก่อนปรึกษาเชียร์ต่อสู้คณะปะประชังแต่ในกลายสระนั่นคือบ้านแต่หนีเชี่ยคือเหมือนบ้านช่วยไอ้แต่ดอลเนี่ยสมรภูมิหรือก็ไปเชียร์ปรโรงครัวหรือก็ประเทศเชียร์โนเต้ให้ก็มีปาฐกรรมโต้มวยแต่สไลเตรียมตีเอาลูกประเทียนก็ได้เอาลูกจุ่มเตียวมุสฮูก็ได้บนตลอดtừประเทศกัมพูชาวิ่งดำไปต่อตังจมูกไทยสำหรับจมูกเขาขย่มมุนนึงสู้từลูกกำซอกสำหรับจมูกเขาขย่มเชื่อมกระทาลูกคนสายมันจำใบยอยืนหอกมาโยปุยืงไงเอาแต่บ่าวเฉลาะหอกหาเอาปุยืงหอกโจประเทศกัมพูชีดำใบเธอกาจะมวยไปเชียร์ปรอดดำใบโจรวมต่อสู้จะมวยไปเชียร์ปรอดของกาเปียโปรนักเพียบตักใดเจอยังเตอนี่คือเชียร์จมหอบอกขยมให้สมัยลูกกำศักก็ได้ทรักดังนำก็ได้โปรชั่นบ่าวเมียนกาบางเชืองหอหาได้ลูกคนสายลูกขอดห้ามขอดเชืองหอหาต่างโดยลูกกำศกดังสาวไว้เชียงสามสายสับเชืองหอหามันเอาดักทรักดักนำคณะปัสสุโคเชียมันเอาดักปุยยืงโจมไปที่กัมพูชีจังหวะปุยยืงอาจหนึ่งเบอร์ตลอดtừ chỗ rùm cà phê bồ đạp hiện thực đại bản của sân ba lô con sai trên cái bậc cả ba trường học háo ta lúc công sóc ai xem ra chặt nâng tới thế lúc công sóc mình chăm bài ai lô con sai tình sự bất dân họ ai đây ai chạy lôi chạy cặp to luôn rình kia kia tình sự bất dân họ tập từ bên Campuchia xem đẹp nhớ mà này chắc xem đẹp lúc công sóc គាត់ធ្លាប់និយាយជាមួយខ្ញុំប្រហែលឆ្នាំមុនថាយកយន្តហោះ jet មកដឹកខ្ញុំដំបូងឡើយខ្ញុំចាំយន្តហោះ jet របស់គាត់នៅក្រោយមកខ្ញុំបានផ្ញើសារជាសាធារណៈលើបណ្ដាញសង្គមថាខ្ញុំមិនចាំបាច់ចាំយន្តហោះ jet ទេឲ្យតែបើកឲ្យខ្ញុំចូលខ្ញុំចូលហើយដូច្នេះខ្ញុំរងចាំតែចូលប្រទេសកម្ពុជាដើម្បីរួមសហការជាមួយប្រជាពលរដ្ឋខ្មែរជួយប្រទេសកម្ពុជាខ្ញុំអត់រួចរាទេបើពេលណាខ្ញុំ
ជាមួយលោកឆាំឆានេះយើងទាំងអស់គ្នាពិចារណាមិនពិចារណាថាមិនចូលឬចូលទេណាពិចារណារកវិធីចូលទៅជាមួយគ្នាជួយឲ្យបានឆាប់ដើម្បីឲ្យមានឱកាសជួយប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរទី1ទី2សកម្មភាពរបស់អ្នកដែលគណៈបកប្រជាជនកម្ពុជាមកស្រែកអំពីឈ្មោះលោកសំរងស៊ីអ្នកស្រីមូសុខួរថាឲ្យជួយគិតគូរប្រទេសកម្ពុជាមកពីគាត់អត់យល់មែនតើលោកសំរងស៊ីលោកស្រីមូសុខួរក្រុមប្រឹក្សាជាតិតស៊ូយើងខ្ញុំទាំងអស់គ្នាគណៈបកប្រឆាំងជាពិសេសខ្ញុំនិយាយតែគណៈបកប្រឆាំងទៅចោះគណៈបកនយោបាយគណៈបកនយោបាយគេមានទួនាទីរបស់ពួកគេដើម្បីជួយប្រទេសកម្ពុជាក៏ប៉ុន្តែគឺរដ្ឋាភិបាលលោកហ៊ុនសែនទេតាដែលបានបំផ្លាញទួនាទីរបស់គណៈបកសង្គ្រោះជាតិមិនឲ្យជួយប្រទេសកម្ពុជាប្រសិនបើគណៈបកសង្គ្រោះជាតិនៅក្នុងសភាមកដល់ពេលបច្ចុប្បន្នខ្ញុំគិតថាបើទោះបីជាគណៈបកសង្គ្រោះជាតិមិនមែនជាអ្នកដឹកនាំប្រទេសក៏ដោយក៏មានកម្លាំងខ្លាំងទប់ស្កាត់នៅអក្រិតកម្មខុបខិតកាត់ទឹកដីរវាងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជាមួយនឹងរដ្ឋបរទេសជិតខាងនោះកាត់ឲ្យរដ្ឋបរទេសជិតខាងនោះខ្ញុំគិតថាក៏គណៈបកសង្គ្រោះជាតិជួយទប់ស្កាត់បានច្រើនដែរជាពិសេសក៏ជួយទប់ស្កាត់មិនឲ្យមានលបែងសង្គ្រាមដ៏កខ្វក់ដោយដែលលោកហ៊ុនសែនធ្វើអញ្ចឹងដែរពីព្រោះកាលណាមានកម្លាំងគណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសធំគណៈបកសង្គ្រោះជាតិជួបប្រជាពលរដ្ឋបញ្យលប្រជាពលរដ្ឋមានប្រតិកម្មគឺអាចទប់ស្កាត់បានច្រើនមិនមែនចេះតែនាំយុទ្ធជនឲ្យទៅស្លាប់ក្នុងលបែងនយោបាយកខ្វក់សង្គ្រាមនយោបាយកខ្វក់មិនមែនជាសង្គ្រាមការពារទឹកដីបើជាសង្គ្រាមការពារទឹកដីអ្នកណាក៏មិនខ្លាចស្លាប់ដែរអត់មាននរណាខ្លាចស្លាប់ទេយុទ្ធជនប្រជាពលរដ្ឋខ្មែរក្រុមប្រឹក្សាជាតិតស៊ូគណៈបកប្រឆាំងអត់មាននរណាខ្លាចស្លាប់ទេនៅក្នុងការពារទឹកដីនៃប្រទេសកម្ពុជាឲ្យតែជាសង្គ្រាមការពារទឹកដីប៉ុន្តែនោះមិនមែនជាសង្គ្រាមការពារទឹកដីសង្គ្រាមលបែងនយោបាយកខ្វក់នៅថៃលបែងនយោបាយបិទបាំងវិបត្តិផ្ទៃក្នុងថៃនៅកម្ពុជាលបែងនយោបាយបិទបាំងវិបត្តិផ្ទៃក្នុងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដូច្នេះបើឲ្យយើងទៅលេងអាលបែងនយោបាយកខ្វក់ដើម្បីតែបំរើនយោបាយយើងមិនអាចធ្វើបានទេប៉ុន្តែដើម្បីការពារជាតិយើងអាចធ្វើបានជានិច្ចទី3បើយើងនិយាយអំពីការជួយប្រទេសកម្ពុជាបងប្អូនការជួយប្រទេសកម្ពុជាបងប្អូនពិនិត្យឲ្យច្បាស់ណាកុំចាញ់ល្បិចល្បែងរបស់រដ្ឋាភិបាលភ្នំពេញដែលដឹកនាំដោយក្រុមគ្រួសារហ៊ុនការជួយប្រទេសកម្ពុជាការការពារទឹកដីកម្ពុជាមិនផ្អែកទៅលើការធ្វើសង្គ្រាមទេខ្ញុំបញ្ជាក់ជូនបងប្អូនតាំងពីដើមរៀងមកប្រទេសយើងតូចប្រទេសយើងខ្សោយអត់បានធ្វើទំនើបកម្មយោធាយើងមិនអាចពឹងលើលបែងសង្គ្រាមដើម្បីការពារទឹកដីនៅប្រទេសកម្ពុជាបានឡើយយើងពឹងលើក្របខ័ណ្ឌច្បាប់ហើយកម្ពុជារបស់យើងមានមកកំភ្លេដែលខ្ញុំបញ្ជាក់ខាងដើមគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលអាចការពារទឹកដីនៃប្រទេសកម្ពុជាយើងបានដែលអាចធ្វើឲ្យកម្ពុជាយើងរីកចម្រើនហើយគណៈបកប្រឆាំងលោកសំរងស៊ីយើងខ្ញុំទាំងអស់គ្នាប្រកាសតាំងពីដើមរៀងមកថាឲ្យតែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតព្រមកោះប្រជុំសន្និសីទទីក្រុងប៉ារីសយើងនឹងចូលរួមចំណែកជួយនៅក្នុងការធ្វើលិខិតបន្ថែមហើយរកការផ្សះផ្សាជាតិពង្រឹងកម្លាំងជាតិរួមគ្នាដើម្បីតទល់នឹងបរទេសឈ្លានពានយើងបានបញ្ជាក់ពីដើមហើយតាហើយដូច្នេះហើយមិនមែនយើងមិនបានជួយប្រទេសកម្ពុជាទេគឺយើងជួយតាមតួនាទីរបស់យើងហើយខ្ញុំសូមបញ្ជាក់ណាប្រសិនបើយើងដឹកនាំប្រទេសវិញណាមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមរបៀបអកុសលបែបហ្នឹងទេអត់ទេប្រសិនបើបរទេសឈ្លានពានក្នុងរូបភាពណាមួយគឺយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយន្តការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិយាយគ្នាមិនបាន
តុលាការយុតិធម៌អន្តរជាតិគឺច្បាស់ដូច្នេះមកដល់ពេលនេះបងប្អូនគួរច្បាស់លាស់ហើយថារដ្ឋាភិបាលក្រុងគ្រួសារហ៊ុនមិនអាចការពារកម្ពុជាបានទេពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃរដ្ឋាភិបាលនេះលេងតែលបែងតាមបរទេសប៉ុណ្ណោះលេងលបែងតាមវៀតណាមលេងលបែងតាមថៃហើយបងប្អូនចាំមើលអត់មានលទ្ធផលអ្វីល្អសម្រាប់ប្រទេសកម្ពុជាឡើយពីនយោបាយចរចារបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតបាទលោកកឹមសុខភាពជាក់ស្ដែងបញ្ហាព្រំដែនកម្ពុជាថៃបច្ចុប្បន្ននេះបើយើងនិយាយឲ្យខ្លីទៅមិនអាចរំពឹងទៅលើរបបក្រុងភ្នំពេញក្នុងការការពារបូរណភាពទឹកដីទេពីព្រោះការដែលត្រូវប្រើអាជ្ញាធរដែនដីដែលមានលោកអ៊ុំរាត្រីទៅគម្រាមកំហែងទៅខៀខៀងរារាំងប្រជាពលរដ្ឋមិនឲ្យតវ៉ាពីបញ្ហាថៃឈ្លានពានទឹកដីហ្នឹងគឺបង្ហាញឲ្យឃើញច្បាស់ថារបបក្រុងភ្នំពេញមិនអាចកាត់លោកឆាំឆានីបន្តិចចុះខ្ញុំកាត់លោកឆាំឆានីបន្តិចសកម្មភាពរបស់លោកអ៊ុំរាត្រីសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាលលោកហ៊ុនម៉ាណែតណាមិនមែនជួយប្រទេសកម្ពុជាទេគឺជួយប្រទេសថៃនៅត្រង់ណាថៃឈ្លានពានចូលទឹកដីកម្ពុជាថៃពាត់យកដីស្រែចម្ការភូមិករផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនោះមានន័យថាថៃឈ្លានពានកាលណាថៃឈ្លានពានអ្វីដែលថៃចង់បានគឺមិនអោយចេញព័ត៌មានទៅក្រៅទៅកាន់ពិភពលោកអញ្ចឹងថៃបាត់ព័ត៌មាននៅខាងភាគីថៃគេបាត់ព័ត៌មានទាំងអស់គេអត់ឲ្យឡាយអំពីរឿងហ្នឹងទេពីព្រោះកងទ័ពថៃជាអ្នកឈ្លានពានគេអត់ឲ្យចុះផ្សាយអំពីរឿងហ្នឹងទេពីព្រោះកងទ័ពថៃជាអ្នកឈ្លានពានប៉ុន្តែបែរទៅជាលោកអ៊ុំរាត្រីបែរទៅជាអាជ្ញាធរនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតមិនឲ្យផ្សាយដែរមិនឲ្យផ្សាយអំពីការឈ្លានពានរបស់ថៃដែរនោះមានន័យថាម៉េចជួយបាត់ព័ត៌មានឈ្លានពានរបស់ថៃហើយនិយាយថាកុំផ្សាយនាំតែមានការបញ្ឆេះកំហឹងអ្នកណាបញ្ឆេះកំហឹងកងទ័ពថៃចូលមកយកទឹកដីប្រជាពលរដ្ឋខ្មែរតើមិនឲ្យប្រជាពលរដ្ឋខ្មែរខឹងឬក៏យ៉ាងម៉េចហើយតើការផ្សាយនោះគឺជាការបញ្ឆេះកំហឹងឬក៏ជាការបង្ហាញការពិតតើតើបង្ហាញការពិតទើបអាចរកដំណោះស្រាយបានតើតើបង្ហាញការពិតទើបអាចការពារទឹកដីនៃប្រទេសកម្ពុជាបានហើយបើបិទបាំងការពិតមិននឹងអាចការពារទឹកដីនៃប្រទេសកម្ពុជាបានអាការ live ផ្ទាល់នឹងមានប្រយោជន៍នៅត្រង់ណាទេ live ផ្ទាល់នឹងមានប្រយោជន៍ធំពីព្រោះនៅពេលដែលកងទ័ពថៃចូលមកឈ្លានពានហើយ live ផ្ទាល់ទៅពិភពលោកគឺដឹងលឿនតែម្ដងហើយនោះគឺជារូបភាពជាក់ស្ដែងអត់មាននរណាទៅខ្លែងបន្លំថាជា AI ឬជាអីទេភាគីថៃមិនអាចបដិសេធថានោះជា AI ទេឃើញមានផលប្រយោជន៍សម្រាប់ជួយប្រទេសកម្ពុជាប៉ុន្តែរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបែរទៅជាបិទសកម្មភាពដែលមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជាទៅវិញនៅពេលដែលមានការ live ផ្ទាល់ពិភពលោកគេដឹងថាអូកងទ័ពថៃឈ្លានពាននៅត្រង់ណាគេមើលតែមួយផ្លេតគេដឹងណាគេមិនចាំបាច់វិភាគអីវែងឆ្ងាយក៏គេដឹងដែរនៅត្រង់ថាគឺជាការប្រឈមរវាងកងទ័ពថៃដែលបំពាក់ដោយអាវុធទំនើបជាមួយប្រជាពលរដ្ឋខ្មែរស៊ីវិលយ៉ាងច្រើនមានតែដបងឈើហើយនឹងយកមាត់ទៅស្រែកយើងសួរថាតើកងទ័ពសំទោសតើប្រជាពលរដ្ឋស៊ីវិលឯណាដែលមានត្រឹមតែដបងឈើទៅឈ្លានពានប្រទេសគេកើតមែនទេអញ្ចឹងមានតែកងទ័ពដែលបំពាក់ដោយអាវុធទំនើបទេដែលមកឈ្លានពានគេគ្រាន់តែឃើញរូបភាពហ្នឹងគេដឹងថាថៃឈ្លានពានបាត់ហើយចុះហេតុអីបានជាលោកអ៊ុំរាត្រីអាជ្ញាធរនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនោះមិនឲ្យប្រជាពលរដ្ឋមិនឲ្យអ្នកសារព័ត៌មានផ្សាយទៅវិញអានោះជួយដល់ខ្មែរណាការផ្សាយនោះណាពេលដែលមិនឲ្យផ្សាយខ្ញុំមើលឃើញល្បិចល្បែងនេះណាគឺស្មើនឹងជួយភាគីថៃ
ហើយឈ្មោះរកចរចាដើម្បីរកផលប្រយោជន៍ក៏ខ្វក់នៅពីក្រោយខ្នង ចំណុចដែលទៅគៀកៀងរៀងប្រជាពលរដ្ឋខ្មែរគ្នាឯងមិនឲ្យផ្សព្វផ្សាយលាក់ជួយលាក់ព័ត៌មានថៃហ្នឹងដែលខ្ញុំសួរពីដើមទីមកវាជាការសំគំនិតជាមួយប្រទេសថៃក្នុងការកាត់ទឹកដីខ្មែរទៅឲ្យថៃដែរទេហើយពួកគេវាគួរតែត្រូវបានដកសញ្ជាតិទេពីព្រោះរដ្ឋសភាទើបនឹងអនុម័តច្បាប់ស្ដីពីអ្នកដែលខົບខិតជាមួយបរទេសនឹងត្រូវបានដកសញ្ជាតិទៅលោកកំសុកប៉ុន្តែដោយសារពេលវេលាដល់ការបញ្ចប់ខ្ញុំបញ្ចប់សំណួរចុងក្រោយមួយយើងរំពឹងទៅលើអាជ្ញាធរនៃរបបក្រុងភ្នំពេញហ្នឹងគឺការការពារបូរណភាពទឹកដីគឺអត់អាចពឹងបានហើយធ្វើឲ្យបាត់បង់ទឹកដីកាន់តែច្រើនឡើងទាំងព្រំដែនខាងលិចទាំងព្រំដែនខាងកើតសម្រាប់យើងជាប្រជាពលរដ្ឋតើយើងត្រូវចូលរួមការពារបូរណភាពទឹកដីយើងដោយរបៀបណាខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរយុទ្ធជនមើលឃើញច្បាស់ហើយថារដ្ឋាភិបាលលោកហ៊ុនម៉ាណែតអត់ការពារទឹកដីនៃប្រទេសកម្ពុជាទេរដ្ឋាភិបាលលោកហ៊ុនម៉ាណែតរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនលេងតែល្បិចរកវិធីកាត់ទឹកដីនៃប្រទេសកម្ពុជាឲ្យបរទេសជិតខាងដើម្បីពឹងកម្លាំងបរទេសជិតខាងមកជួយជ្រោមជ្រែងអំណាចក្រុមគ្រួសារហ៊ុនតែប៉ុណ្ណោះដូច្នេះយើងមិនអាចពឹងរដ្ឋាភិបាលហ្នឹងដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាបានទេបងប្អូនស្ថានភាពបច្ចុប្បន្នណាមានតែពឹងលើកម្លាំងរបស់ប្រជាពលរដ្ឋហើយនឹងយុទ្ធជនបងប្អូនពិចារណាខ្ញុំសរសើរបងប្អូនប្រជាពលរដ្ឋខ្មែរដែលហ៊ានតតាំងជាមួយនឹងកងទ័ពថៃប្រដាប់ដោយអាវុធអត់ខ្លាចស្លាប់ខ្ញុំចង់ជំរាបសួរបងប្អូនថាហេតុអីបានជាបងប្អូនហ៊ានពីព្រោះបងប្អូនស្រឡាញ់ទឹកដីនៃប្រទេសកម្ពុជាបងប្អូនហ៊ានពីព្រោះបងប្អូនស្រឡាញ់ប្រទេសជាតិកម្ពុជាប៉ុន្តែបងប្អូនពិនិត្យមើលទៅមើលការដែលកងទ័ពបរទេសឈ្លានពានឬក៏បរទេសជិតខាងឈ្លានពានណាវាជាចំណែកមួយដែលបង្កហានិភ័យដល់ទឹកដីនៃប្រទេសកម្ពុជាមែនប៉ុន្តែប្រសិនបើយើងមានរដ្ឋាភិបាលមួយត្រឹមត្រូវនៅខាងក្នុងណាมันអាចមានបរទេសណាចេះតែហ៊ានឈ្លានពានទេនេះជាចំណុចសំខាន់ខ្ញុំជំរាបជូនបងប្អូនតាំងពីដើមមកថាការឈ្លានពានរបស់បរទេសនោះជាមហិច្ឆតាធម្មជាតិរបស់บรទេសទៅហើយគេឈ្លានពានគេចង់បានដីយើងប៉ុន្តែការឈ្លានពានរបស់បរទេសណាมันអាចលេបយកកម្ពុជាយើងបានទេប្រសិនបើកម្ពុជាយើងមានរដ្ឋាភិបាលដែលគិតគូរអំពីជាតិយ៉ាងច្រើនបានបន្តិចបន្តួចទេដូច្នេះចំណុចសំខាន់នៃបញ្ហានៅត្រង់ថាគេឈ្លានពានបានហើយយើងប្រឈមនឹងការបាត់បង់ប្រទេសនៅត្រង់ថាអ្នកខាងក្នុងគឺរដ្ឋាភិបាលជាអ្នកឲ្យដៃគេជាអ្នកព្យាយាមកាត់ឲ្យគេហើយប្រើល្បិចរកផ្លូវច្បាប់រកវិធីកាត់ឲ្យគេតាមលំដាប់លំដោយទៀតដូចកាត់ឲ្យវៀតណាមអញ្ចឹងដូច្នេះសត្រូវដ៏គ្រោះថ្នាក់បំផុតណាគ្រោះថ្នាក់ជាងបរទេសឈ្លានពានទៅទៀតគឺពួកអាយ៉ងនៅក្នុងផ្ទៃក្នុងជាតិនោះហើយគឺពួកអាយ៉ងដែលកំពុងដឹកនាំរដ្ឋាភិបាលនោះហើយពួកនោះហើយដែលមានអំណាចប្រើគ្រប់វិធីដើម្បីសម្រួលឲ្យបរទេសអាចយកទឹកដីនៃប្រទេសកម្ពុជាបានភាគីថៃប្រើកម្លាំងវាយយកអានោះបានមកចំណែកវៀតណាមប្រើកម្លាំងវាយយកក៏បានមកចំណែកប៉ុន្តែកាលណាអាយ៉ងសម្រួលតាមរបៀបផ្សេងទៀតឧទាហរណ៍ឲ្យជនជាតិវៀតណាមចូលមកចូលកាន់តែច្រើនថ្ងៃក្រោយកម្ពុជាយើងបាត់បង់តែម្ដងដូច្នេះការដែលបរទេសឈ្លានពានណាគឺជាគ្រោះថ្នាក់មួយតែបើយើងមានរដ្ឋាភិបាលខាងក្នុងដែលគិតគូរអំពីជាតិផ្សះផ្សាជាតិប្រមូលកម្លាំងជាតិតទល់ណាយើងមិនបាត់ប្រទេសយើងមិនបាត់ពូជសាសន៍យើងទេប៉ុន្តែបើកាលណាផ្ទៃក្នុងជាតិយើងមានរដ្ឋាភិបាលអាយ៉ងបរទេសហើយ
គឺយើងបាត់ប្រទេសតែម្ដងគ្រោះថ្នាក់ធំណាស់នៅលើស្នាដៃអាយ៉ងនឹងតែម្ដងគ្រោះថ្នាក់